បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកទៀតហើយពុកម៉ែបងប្អូនអើយមកអាំងខ្វាគោហូបជាមួយនឹងជ្រក់តកួនណាពុកម៉ែបងប្អូនក៏នឹកឃើញចង់ហូបជ្រក់តកួនជាមួយនឹងខ្វាគោក៏មកធ្វើជ្រក់តកួនហូបហ្នឹងហើយពុកម៉ែបងប្អូនអាំងជាមួយនឹងខ្វាគោហើយនេះឥឡូវក៏មកបេះតកួននៅមាត់ដងនេះពុកម៉ែបងប្អូនហើយក៏មិនធ្វើតកួនចិនទេជ្រក់តកួននេះក៏មកបេះតកួនស្រែយើងយកទៅធ្វើនឹងឯងពុកម៉ែបងប្អូនតែក៏មើលទៅតកួនស្រែវារៀងខ្មៅរៀងជួវាខ្មៅបន្តិចហើយពុកម៉ែបងប្អូនអើយមិនឃើញជាសដូចតកួនចិនអីទេហ្នឹងហើយពុកម៉ែបងប្អូនហើយក៏បេះក៏មិនបេះច្រើនដែរបេះតែមកល្មមដែរទេតែយើងធ្វើត្រឹមតែជ្រក់មួយចានអីហ្នឹងពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូននេះក៏គ្រឿងក្រូវដែលយើងទុកស្រួកហ្នឹងក៏មានខ្ញីមានក្រូចឆ្មាខ្ទឹមក្រហមខ្ទឹមសយើងអំបិលស្ករបីជែងហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយនេះខ្វាគោយើងក្រហមល្អណាស់ពុកម៉ែបងប្អូនអើយខ្វាគោនេះក៏ទិញគេទេពុកម៉ែបងប្អូនមិនបានធ្វើខ្លួនឯងទេក៏ទិញគេទេដែរទេហើយនេះឥឡូវក៏មកច្របាច់តកូនយើងជាមួយនឹងអំបិលឲ្យវាតុនឲ្យវាអស់ជាតិខ្មៅអីចឹងទៀតថែមទៀតចឹងពុកម៉ែបងប្អូនក៏យើងសម្បាច់វាសម្បាច់យើងកុំសម្បាច់វាតែខ្លាំងអីពុកម៉ែបងប្អូនគឺយើងសម្បាច់វាមកថ្នមដៃឲ្យវាតុនជាមួយនឹងអំបិលឲ្យវាខ្ញោបទៅយូរទៅវាតុនហើយពុកម៉ែបងប្អូនហើយក៏យើងសម្បាច់តុនហើយក៏យើងមកលាងទឹកវាឲ្យបានច្រើនទឹកឲ្យអស់ជាតិអំបិលហ្នឹងហើយអស់ជាតិជ័រខ្មៅដែលយើងសម្បាច់ចេញចឹងពុកម៉ែបងប្អូនហ្នឹងហើយហើយនេះក៏មកហាន់ខ្ញីយើងនឹងហើយជាចំណិតចឹងមកនិយាយទៅខ្ញីនេះក៏ដាក់ច្រើនក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនគឺរៀងហឹលប្រហើដែរនឹងឯងពុកម៉ែបងប្អូនហើយក៏មានខ្ទឹមក្រហមយើងខ្ទឹមសម្ទេសអីនឹងឯងនេះពុកម៉ែបងប្អូនហើយបើសិនជានេះតអាស្រ័យទៅលើពុកម៉ែបងប្អូនទេពុកម៉ែបងប្អូនចង់ដាក់តិចច្រើនអីក៏ទៅតាមពុកម៉ែបងប្អូនហូបចឹងណាតែបើខ្ញុំដាក់ឲ្យរៀងហឹលបន្តិចម្ទេសនេះពុកម៉ែបងប្អូនគឺហឹលបានឆ្ងាញ់ហើយរឿងជូរជ្រះបន្តិចដាក់ទៅផ្ទាប់ជាមួយនឹងខ្វាគោយើងគឺជាតិណាស់ពុកម៉ែបងប្អូនអើយឯនេះពុកម៉ែបងប្អូនក៏យើងបានហាន់គ្រឿងយើងរួចរាល់ហើយមកផ្សំដើម្បីធ្វើស្រួកតកូនយើងអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយក៏ចាននេះរៀងតូចក៏ពិបាកនឹងសម្បាច់ដែរពុកម៉ែបងប្អូនអើយអភ័យទោសផងដែលបានដាក់មើលទៅវាសម្បាច់អត់តំណងសោះចានវាតូចពេកសម្បាច់ដែលយើងខ្លាចតែវាកពុបអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយក៏យើងសម្បាច់វាឲ្យចូលសពសាច់ជាតិគ្រឿងជាមួយនឹងតកូនយើងអញ្ចឹងហើយក៏យើងមកសម្បាច់ក្រូចឆ្មាឲ្យវាថែមជាតិជូរទៀតបន្ថែមទៀតអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយណែយើងក៏ធ្វើស្រួកយើងរួចរាល់ហើយក៏យើងមកចាប់ផ្ដើមអាំងខ្វាគោយើងនេះគឺដាក់ចក្រានលើនឹងតែម្ដងទៅពុកម៉ែបងប្អូនគឺអាំងអញ្ចឹងតែម្ដងអាំងបណ្ដាហូបបណ្ដាបើវាមានរសជាតិឆ្ងាញ់ពេលអាខ្វាគោយើងនឹងវាស្រក់ខ្លាញ់មកទៀតគឺហើឈ្ងុយតែម្ដងហ្នឹងហើយពុកម៉ែបងប្អូនហើយនេះខ្វាគោយើងក៏បានឆ្អិនហើយពុកម៉ែបងប្អូនឆ្អិនខ្លះហើយមិញហ្នឹងក៏ពីមិនបានទៅទ្របអាស្លឹកចេកនេះក៏វាស្រក់ខ្លាញ់ឈឺពេកឥឡូវក៏មកកាត់ស្លឹកចេកដាក់អាំងទ្របភ្លេចរឿងដាក់ណែស្លឹកចេកមុនដំបូងហ្នឹងហើយពុកម៉ែបងប្អូនណែឥឡូវក៏មកហាន់ខ្វាគោយើងមកក្រៀងក្តៅហុយចេះដាក់ទៅជាតិណាពុកម៉ែបងប្អូនអើយជាមួយនឹងជ្រក់តកូនយើងនេះទៀតហឹលជូរទៀតគឺចាប់ចិត្តចាប់មាត់តែម្ដងពុកម៉ែបងប្អូននេះមើលទស្សនាវីដេអូខ្ញុំនេះឲ្យហាមស្រក់ទឹកមាត់តាមណាពុកម៉ែបងប្អូនក៏មើលឲ្យកុំហាមស្រក់ទឹកមាត់ស្អែកឡើងក៏អាចទៅធ្វើហូបដូចខ្ញុំចេះបានពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនទស្សនានៃពេលថ្ងៃហើយមើលហើយក៏ទៅទិញធ្វើហូបដែរតើកុំចាំយូរតែបើបងប្អូនទស្សនាពេលយប់មើលពេលយប់ក៏ទ្រាំចាំព្រឹកឡើងសិនទៅចាំធ្វើហូបហ្នឹងហើយយប់ហើយក៏គ្មានតរទិញណាទេហ្នឹងហើយពុកម៉ែបងប្អូនហើយនេះក៏ជាតិណាស់ពុកម៉ែបងប្អូនអើយមើលទៅមាត់ទៅពុកម៉ែបងប្អូនគឺឆ្ងាញ់តែម្ដងជាមួយនឹងស្រួកតកូនយើងដាក់ខ្ញីដាក់ម្ទេសហើយខ្ទឹមឈ្ងុយទៀតគឺជាតិណាស់ពុកម៉ែបងប្អូនគឺឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនធ្លាប់ទៅហូបជ្រក់តកូនជាមួយនឹងងៀតក្របីងៀតគោអីណាពុកម៉ែបងប្អូនដាក់ជាមួយនឹងអាខ្វាគោយើងនេះក៏ជាតិដែរពុកម៉ែបងប្អូនអើយគឺចាប់គ្នាតែម្ដងខ្វាគោយើងអាំងក្តៅទៀតគឺឆ្ងាញ់តែម្ដងហ្នឹងហើយមើលទៅមាត់ទៅពុកម៉ែបងប្អូនអើយពុកម៉ែបងប្អូនហ្នឹងហើយនេះទៅទស្សនាឲ្យកុំស្រក់ទឹកមាត់ណាពុកម៉ែបងប្អូនប្រយ័ត្នតែយកឲ្យសពយប់ឡើងហ៊ីប្រឡាក់ខ្នើយប្រឡាក់អីហ៊ីស
ទឹកមាត់ណាពុកម៉ែបងប្អូនបើមើលទស្សនាវីដេអូនេះហើយស្រក់ទឹកមាត់តែយកសពយកឡើងស្រក់ទឹកមាត់ទៀតក៏ប្រឡាក់ខ្នើយប្រឡាក់អីហ្នឹងហ្នឹងហើយពុកម៉ែបងប្អូនក៏វីដេអូយើងក៏មិនមានអីច្រើនដែរហ្នឹងហើយពុកម៉ែបងប្អូនក៏មានតែត្រឹមប៉ុណ្្នឹងដែរនឹងដែរហើយក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយក៏ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសូមរស់ស៊ីទទួលមានបានគ្រប់គ្នាហើយជាចុងក្រោយក៏សូមជម្រាបលាតែត្រឹមនេះពុកម៉ែបងប្អូន